กระทรวงឲ្យប្តឹងភ្លាមបើកម្មកររូបណាដែលរងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅកន្លែងការងារក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យកម្មការនីទាំងអស់ដែលជួបបញ្ហាការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅកន្លែងការងារពីសំណាក់ថៅកែឬប្រធានផ្នែកណាមួយអាចប្តឹងទៅកាន់ក្រសួងផ្ទាល់ដើម្បីចាត់វិធានការលោកសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការអំពាវនាវនៅព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះឲ្យកម្មករនយោជិតបុគ្គលិកក្រុមហ៊ុនប្តឹងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រសិនបើមានការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅកន្លែងការងារដើម្បីក្រសួងចាត់វិធានការជាមួយគ្នានេះដែរលោកក៏បានអំពាវនាវដល់ប្រធានរដ្ឋបាលប្រធានផ្នែកប្រធានក្រុមកាត់ដេរនិងជំនួយការនៅតាមសហគ្រាសក្រុមហ៊ុនរោងចក្រទាំងអស់សូមប្រើពាក្យសម្ដីឲ្យបានទន់ភ្លន់សមរម្យនៅក្នុងការបំពេញការងារជាមួយកម្មករនយោជិតជាពិសេសបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃសូមកុំមានការជេរប្រមាថចំពោះការប្តឹងមកកាន់ក្រសួងគឺបងប្អូនកម្មករនយោជិតទាំងអស់អាចប្តឹងមកក្រសួងឬមកអ្នកនាំពាក្យឬបណ្ដឹងអនាមិករបស់ក្រសួងសម្រាប់បណ្ដឹងកម្មករនយោជិតអាចប្តឹងមកបណ្ដាញសង្គមក្រសួងបណ្ដាញសង្គមរដ្ឋមន្ត្រីអ្នកនាំពាក្យនិង QR Code បណ្ដឹងអនាមិកដែលអាចតាក់ទងបានគ្រប់ពេលវេលា